នេះគឺជាសេចក្តីសង្ខេបអំពីអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម Convention on Cluster Munitions CCM ដែលជាច្បាប់អន្តរជាតិស្តីពីការហាមឃាត់អាវុធប្រភេទនេះ 1. អ្វីទៅជាអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម អនុសញ្ញានេះគឺជាសន្ធិសញ្ញាអន្តរជាតិដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2008 ដើម្បីការពារជនស៊ីវិលពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃគ្រាប់បែកចង្កោម គ្រាប់បែកចង្កោមគឺជាអាវុធដែលបែកចេញជាគ្រាប់តូចៗជាច្រើនរាប់សិបឬរាប់រយគ្រាប់លើផ្ទៃដីដ៏ធំទូលាយ 2. បម្រាមសំខាន់ៗអ្វីដែលច្បាប់ហាមឃាត់រដ្ឋដែលជាសមាជិកនៃអនុសញ្ញានេះត្រូវអនុវត្តតាមបម្រាមដាច់ខាតដូចខាងក្រោម ក ហាមប្រើប្រាស់មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់គ្រាប់បែកចង្កោមក្នុងគ្រប់កាលៈទេសៈ ខ ហាមផលិតហាមការផលិតគ្រាប់បែកចង្កោមថ្មី ក ហាមស្តុកទុកហាមរក្សាទុកគ្រាប់បែកចង្កោមក្នុងឃ្លាំង ក ហាមផ្ទេរហាមលក់ឬបញ្ជូនគ្រាប់បែកចង្កោមទៅឲ្យប្រទេសផ្សេងទៀត 3. កាតព្វកិច្ចរបស់រដ្ឋភាគីក្រៅពីការហាមឃាត់រដ្ឋសមាជិកមានកាតព្វកិច្ចសំខាន់ៗដែលត្រូវធ្វើការបំផ្លាញគ្រាប់បែកក្នុងស្តុកត្រូវបំផ្លាញគ្រាប់បែកចង្កោមទាំងអស់ដែលខ្លួនមាននៅក្នុងឃ្លាំងការបោសសម្អាតត្រូវបោសសម្អាតតំបន់ដែលមានការបំពុលដោយគ្រាប់បែកចង្កោមនៅក្នុងទឹកដីរបស់ខ្លួនជំនួយដល់ជនរងគ្រោះត្រូវផ្ដល់ជំនួយដល់ជនរងគ្រោះដោយសារគ្រាប់បែកចង្កោមរួមមានការព្យាបាលការស្ដារនីតិសម្បទានិងការគាំទ្រផ្នែកសេដ្ឋកិច្ច 4. ហេតុអ្វីបានជាត្រូវហាមឃាត់សម្រាប់ដ៏មិនរើនេះនៅពេលទម្លាក់គ្រាប់បែកនេះគ្របដណ្ដប់លើផ្ទៃដីធំដែលធ្វើឲ្យជនស៊ីវិលងាយរងគ្រោះដោយទីហ៊ានដែរគ្រោះថ្នាក់យូរអង្វែងគ្រាប់បែកកូនតូចៗជាច្រើនមិនផ្ទុះភ្លាមទេคล้ายទៅជាគ្រាប់មិនទាន់ផ្ទុះឬ UXO វាប្រៀបដូចជាគ្រាប់មីនដែលកប់ក្នុងដីនិងអាចសម្លាប់ឬធ្វើឲ្យរបួសដល់កុមារនិងកសិករជាច្រើនឆ្នាំឬរាប់សិបឆ្នាំក្រោយសង្គ្រាមបញ្ចប់កំណត់សម្គាល់សម្រាប់កម្ពុជាប្រទេសកម្ពុជាគឺជាប្រទេសមួយដែលរងគ្រោះជាខ្លាំងជាងគេដោយសារគ្រាប់បែកចង្កោមនិងកម្ពុជាក៏ជារដ្ឋភាគីដ៏សកម្មមួយដែរនៃអនុសញ្ញានេះដែលបានចូលរួមយ៉ាងពេញទំហឹងក្នុងការតស៊ូមតិដើម្បីលុបបំបាត់អាវុធនេះ